ឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគូសំនិងពិភាក្សាការងារព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់គ្នារវាងក្រសួងនិងក្រុមហ៊ុនប្រតិបត្តិការសេវាកម្មដឹកជញ្ជូនអ្នកដំណើរនិងដឹកជញ្ជូនទំនិញម្ហូបអាហារឈានមុខគេនៅកម្ពុជាចំនួន6ស្ដីពីការលើកកម្ពស់ព័ត៌មានទីផ្សារការងារនិងសេវាការងារនាព្រឹកថ្ងៃទី25ខែសីហាឆ្នាំ2026នៅទីស្តីការក្រសួងគំនិតព្រួយផ្ដើមចុះ MOU ជាមួយក្រុមហ៊ុន Grab Cambodia Icor ក្រុមហ៊ុន MVL Data Cambodia Icor ក្រុមហ៊ុន LMK Co Ltd ក្រុមហ៊ុន PassApp Technology Icor ក្រុមហ៊ុន Delivery Hero Cambodia Icor និងក្រុមហ៊ុន eGate Technology Icor ធ្វើឡើងដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងទិសដៅលើកកម្ពស់ការផ្សព្វផ្សាយនិងសម្រួលដល់ការផ្តល់ព័ត៌មានការងារនិងសេវាការងាររួមទាំងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍1297ព្រមទាំងគំនិតផ្ដួចផ្ដើមពាក់ព័ន្ធនឹងការងារនិងការអភិវឌ្ឍជំនាញនាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំង6ព្រមទាំងបានវិតម្លៃខ្ពស់ចំពោះការសម្រេចបាននៅការបង្កើតកិច្ចសហការរួមគ្នានាពេលនេះដែលកាត់ចេញពីទំនាក់ទំនងល្អនិងការជឿទុកចិត្តគ្នាទៅវិញទៅមកឯកឧត្តមមានប្រសាសន៍ថាការបង្កើតភាពជាដៃគូនេះគឺជាកិត្តិយសនិងការបើកទំព័រថ្មីនៃកិច្ចសហការជាផ្លូវការជាមួយគ្នាដើម្បីធ្វើយ៉ាងណាឲ្យវិស័យដឹកជញ្ជូនសេវាផ្គត់ផ្គង់ទំនិញផ្សេងៗរបស់ក្រុមហ៊ុនកាន់តែរលូនព្រមទាំងផ្ដល់ឱកាសឲ្យក្រសួងពង្រីកការផ្សព្វផ្សាយសេវាការងារនិងព័ត៌មានទីផ្សារការងារឲ្យកាន់តែទូលំទូលាយដល់យុវជនអតីតពលករនិងប្រជាពលរដ្ឋទូទៅផងដែរលើពីនេះការចុះ MOU នេះក៏ជាការវិនិយោគសង្គមបែបយុទ្ធសាស្ត្រមួយក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋនិងវិស័យឯកជនដើម្បីរួមគ្នាលើកកម្ពស់យន្តការផ្ដល់សេវាការងារព័ត៌មានទីផ្សារការងារកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងរបបសន្តិសុខសង្គមដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍទីផ្សារការងារនិងសេដ្ឋកិច្ច Digital នៅកម្ពុជាប្រកបដោយបរិយាបន្ននិងចីរភាពទន្ទឹមនេះបុគ្គលិកក្រុមហ៊ុននិងអ្នកបើកបរក៏មានឱកាសចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈកម្មវិធី TVET 1.5 ដោយឥតគិតថ្លៃនិងមានភាពបត់បែនជាពិសេសបងប្អូនអ្នករត់ម៉ូតូកង់3ពួកគាត់អាចយកម៉ូតូទៅកែច្នៃដាក់សម្ភារៈជួសជុលគ្រឿងអគ្គិសនីបរិក្ខារត្រជាក់និងចណ្ដាលយន្តជាដើមដើម្បីរកចំណូលបន្ថែមខណៈពេលដែលការប្រកបមុខរបរនេះជាវិស័យថ្មីនៅកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ឲ្យក្រុមហ៊ុនទាំង6ឬក្រុមហ៊ុនផ្សេងៗទៀតពិចារណាក្នុងការចងក្រងជាសមាគមរួមសម្លេងតែមួយដើម្បីដោះស្រាយបញ្ហាប្រឈមកំណត់ក្របខ័ណ្ឌក្នុងការប្រកបអាជីវកម្មនិងទំហំទីផ្សារក៏ដូចជាការលើកជាសំណុំពររួមដាក់ជូនក្រសួងពាក់ព័ន្ធក្នុងការការពារផលប្រយោជន៍រួមឯកឧត្តមបានសម្ដែងនៅការជឿជាក់យ៉ាងមុតមមថាកិច្ចសហការនេះនឹងដំណើរការយ៉ាងរលូនហើយឯកឧត្តមត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ការគាំទ្របន្ថែមដើម្បីឲ្យទទួលបានជោគជ័យក្នុងការអនុវត្ត